បាទថ្ងៃនេះធ្វើគ្រឿងក្លែមទទួលពួកម៉ាក់នឹងបងគាត់មកលេងបងប្អូនបាទពួកម៉ាក់គេទិញទាកប៉ាមកឲ្យមួយបងប្អូនណាទាកប៉ាបាទខ្ញុំយកមកធ្វើជាឆាងងងៅបងប្អូនឆាងងងៅអានឹងក្លែមត្រូវទេបងប្អូនបាទហើយអ្នកខ្លះគេអត់ប្រើបន្លែទេបងប្អូនបាទខ្ញុំមើលទៅរៀងទានឹងរៀងស្ទើរដែរខ្ញុំប្រើបន្លែស្ពៃក្តោបមួយចំហៀងមកបងប្អូននឹងខ្ទឹមបារាំងមួយផ្លែអានឹងមានជាតិផ្អែមបងប្អូនបាទនេះងងៅខ្ញុំធ្វើខ្លួនឯងបងប្អូនដាក់3 4គ្រាប់មកយើងឆ្កឹះយកគ្រាប់វាចេញបងប្អូនបាទហើយសាច់វាហ្នឹងយើងលីងវាស្ងួតទឹកតិចមកបងប្អូនបាទអស់ទឹកព្រៃវាកុំឲ្យវាធំវាអាចនឹងធំសាទាបងប្អូនបាទងាស់វាចឹងសិនមកចាំវារៀងដាច់បន្តិចទៅសល់តែទឹកខ្លាញ់វាក៏អត់អីដែរបាទវាស្ងួតហើយយើងដួសដាក់ធន់ចានដៃទូចមកបាទប្រេងវាហ្នឹងនៅក្នុងខ្ទះអត់អីទេបងប្អូនបាទយើងដំខ្ទឹមមានស្លឹកក្រូចសោចបាទមានរំដេងតិចមកម្ទេសមកបាទហើយនេះបន្លែខ្ញុំប្រើតែពេលក្តោបទូចមួយព្រោះមកចាហៀងនេះបងប្អូនបាទនេះគ្រឿងក្រៅរបស់យើងមានម្ទេសមានខ្ទឹមសបាទមានស្លឹកក្រូចបាទចាក់លីងវាឲ្យឈ្ងុយមកបងប្អូនលីងឲ្យឈ្ងុយចាំយើងដាក់សាច់យើងបាទដាក់ងំងៅលីងវាឲ្យចូលជាតិជាមួយគ្នាហ្នឹងបាយគ្រឿងមកបងប្អូនបាទងំងៅធ្វើខ្លួនឯងចេះឈ្ងុយណាស់បងប្អូនអើយបាទលាយគ្រឿងមកបាទស្ករបន្តិចមកប៊ីចេងបន្តិចមកបាទរ៉ូឌីតិចមកបាទប្រេងខ្យងទឹកត្រីចឹងមកបងប្អូនបាទយើងដាក់គ្រឿងចឹងមុនមកឈ្ងុយបងប្អូនលីងវាឲ្យឈ្ងុយហើយយើងចាក់សាច់យើងចូលបាទច្បល់វាមកត្រឡប់ចឹងមកឈ្ងុយហើយយើងស្បៃសាច់យើងទៅដួសមិញហ្នឹងចាក់ចូលមកបងប្អូនបាទឲ្យច្បល់វាឲ្យចូលជាតិមកសពមកបងប្អូនអូម្ហូបនេះវាក្លែមត្រូវណាស់ដើរណាស់បើមកគ្នាតិចចឹងយើងមិនបាច់ចាំដាក់បន្លែក៏បានដែរបងប្អូនបើដាក់បន្លែខ្លះទៅវាល្អវាបានយើងមានជាតិបន្លែខ្លះអ្នកខ្លះគេឡើងអាស៊ីតអីក៏ហូបបន្លែបានដូចខ្ញុំប្រហែលថ្ងៃនេះត្រោមដៃត្រោមជើងអស់បងប្អូនហើយឡើងអាស៊ីតខ្លាំងណាស់នឹងធ្វើហ្នឹងខ្ញុំហូបតែបន្លែនេះខ្ញុំក្លែមបន្លែហ្នឹងគេក្លែមសាច់ខ្ញុំក្លែមបន្លែបាទបងប្អូនអូតំណងណាស់បាទចូលជាតិហើយយើងបីបន្លែយើងចូលមកបងប្អូនឡើងតំណងមកបងប្អូនបាទបន្លែមានស្ពៃក្តោបនិងខ្ទឹមបារាំងបងប្អូនកាត់វាដុំយ៉ាងធំចឹងមកបងប្អូនបាទច្បល់វាឲ្យសពយើងកុំឲ្យឆ្អិនពេកបន្លែហ្នឹងបងប្អូនតែឆ្អិនពេកលេងផ្អែមយើងមកល្មមមកសពបថាទុនហើយអាហ្នឹងយើងអាចយកមកក្លែមបានណាបាទឲ្យច្បល់វា3 4ត្រឡប់ចឹងឲ្យចូលជាតិមកបងប្អូនបាទមើលវារៀងសពបហើយរួចជាការស្រេចហើយបងប្អូនបាទព្រោះបន្លែស្ពៃក្តោបនិងខ្ទឹមបារាំងនេះវាផ្អែមបងប្អូនមានជាតិផ្អែមបើនេះទេយើងប្រើខ្ទឹមក្រហមមកបានបងប្អូនខ្ទឹមក្រហមខ្ទឹមសលាយគ្នាទៀតអាហ្នឹងរឹតលេខ1បងប្អូនបាន3 4មុខនេះបន្លែជាមួយនឹងសាច់ហ្នឹងបាទណាដាក់ចានមក2ចានមកបងប្អូនអូតំណងដល់ក្លែមត្រូវដល់បងប្អូនបាទអរគុណច្រើនបងប្អូនវីដេអូមានតែប៉ុណ្ណេះបាទអរគុណ